សួស្តីអ្នកនរគ្នាឥឡូវយើងតភាពរបស់យើងទៀតដល់អ្នកនរគ្នាដោយសារតែ admin គឺចង់សងខ្ញុំលើចិត្តអ្នកទាំងអស់គ្នាដោយសារតែពួកអី admin ចេញរឿងយូរអញ្ចឹងណាឥឡូវសងខ្ញុំលើចិត្តអ្នកទាំងអស់គ្នានេះរឿងមហាសេរបស់ខ្ញុំគឺជាមនុស្សប្រភេទទី10អូខេតើកុំឲ្យខាត់ពេលវេលាយើងបន្តភាពរបស់យើងទៀតទៅហើយពេលណាកូនស្រីរបស់យើងក៏បានចូលមកក្នុងបន្ទប់អញ្ចឹងណាអ្នកគ្នាកន្លែងអត្តរេរបស់យើងគឺងូតទឹកអញ្ចឹងណាគឺនិយាយមែនហើយគាត់ហ្នឹងក៏បានសម័យថាគាត់ហ្នឹងគួរតែជួយងូតទឹកឲ្យអត្តរេបែបនេះចឹងហើយគាត់ក៏វិក្បាលខ្លួនគាត់ហ្នឹងថាគាត់ហ្នឹងមិនគួរធ្វើអញ្ចឹងទេហើយដល់ពេលហ្នឹងអត្តរេហ្នឹងក៏បាននិយាយឃើញគាត់ហើយក៏បានហៅគាត់ហ្នឹងឲ្យចូលទៅក្នុងកន្លែងងូតទឹកហ្នឹងជាមួយគ្នាអញ្ចឹងទៅណាគ្នាបន្ទាប់ពីគាត់បានឃើញអន្តរេរបស់យើងងូតទឹកចឹងហើយគាត់ក៏បានដើរចូលមកពេលដែលគេបានហៅគាត់ចឹងណាអ្នកគ្នាហើយគាត់ហ្នឹងក៏បាននិយាយថាពីពងគូរបស់អ្នកដល់ពេលរបស់ទ្រង់សូរីច្រឡំនិយាយទៅពាក្យអ្នកចឹងណាអ្នកគ្នាឡើងជាប់មកហើយដល់ពេលយើងបដូរប្រើទៅវារាំងឆ្កងចឹងហើយមិនប្រកាន់តែមានទេណាឥឡូវយើងតភាពរបស់យើងទៀតហើយដល់ពេលហ្នឹងអន្តរេក៏បាននិយាយមកនេះមកហើយដល់ពេលហ្នឹងកូនស្រីរបស់យើងក៏បានគិតក្នុងចិត្តថាគាត់មកបែបហ្នឹងដោយសារតែគាត់បានអានរឿងមួយនៅនគរឆេនហ្នឹងថាប្រគឺចូលចិត្តពេលដែលភរិយារបស់គាត់ហ្នឹងគឺមកធ្វើបែបហ្នឹងអញ្ចឹងណាហើយគាត់ថាគាត់ហ្នឹងគួរតែធ្វើអញ្ចឹងអត់ដល់ពេលហ្នឹងអត្តរេហ្នឹងគាត់និយាយថាកូនស្រីរបស់យើងហ្នឹងក៏មកធ្វើអ្វីដល់ពេលគាត់ហ្នឹងកំពុងងូតទឹកអញ្ចឹងណាដល់ពេលកូនស្រីរបស់យើងហ្នឹងក៏បាននិយាយថាគាត់ហ្នឹងគឺចង់មកជួយអត្តរេអញ្ចឹងណាដល់ពេលហ្នឹងអត្តរេក៏បាននិយាយថាចង់ជួយខ្ញុំហើយកូនស្រីរបស់យើងក៏បាននិយាយថាគឺខ្ញុំមកជួយទ្រង់អញ្ចឹងណាហើយគាត់មានបានបញ្ជាក់ថាមកជួយរឿងអីតែដល់ពេលហ្នឹងធ្វើឲ្យអត្តរេហ្នឹងគាត់យល់ច្រឡំគាត់និយាយថាជួយអ្វីដល់ពេលហ្នឹងកូនស្រីរបស់យើងក៏បានបកស្រាយថាខ្ញុំមិនបានមានន័យបែបនោះនឹងទេខ្ញុំគ្រាន់តែចង់ជួយងូតទឹកនឹងកោះសក់ឲ្យទ្រង់តែប៉ុណ្ណោះកុំយល់ច្រឡំអីដល់ពេលហ្នឹងគាត់ក៏បានតទៀតថាខ្ញុំធ្វើវាហើយណាដល់ពេលអត្តរេថាមិនអីទេធ្វើវាចោលដល់ពេលហ្នឹងកូនស្រីរបស់យើងគាត់បានគិតក្នុងចិត្តថាស្មារបស់គាត់ហ្នឹងធំចង្កេះរបស់គាត់ហ្នឹងតូចឆ្ងល់ថាវាងនឹងធំដែរអត់ណោះកុំគិតចឹងហេតុអីមុំធ្វើតាមកូនស្រីរបស់យើងពិបាកដែរអ្នកគ្នាគាត់គិតគឹងមែនណាកុំថាមានចិត្តតែនិយាយហើយគាត់ថាគឺចាក់ចេញពីវាទៅខ្ញុំមិនគួរគិតបែបហ្នឹងនោះទេដល់ពេលហ្នឹងគាត់ថាអើយខ្ញុំធ្វើបែបនេះគ្រាន់តែចង់រស់នៅឲ្យស្ងប់សុខគ្មាននរណាដែលធ្វើបាបខ្ញុំបានដល់ពេលហ្នឹងអត់ទេថាបានហើយដល់ពេលកូនស្រីថាខ្ញុំក៏ធ្វើរួចហើយហើយអត្តរេរបស់យើងហ្នឹងគាត់ក៏បានគិតក្នុងចិត្តថាបើកូនស្រីរបស់យើងនៅតែបន្តធ្វើបែបហ្នឹងទៀតចាតែគាត់ទ្រាំមិនបានអញ្ចឹងណាហើយដល់ពេលហ្នឹងគាត់ក៏បាននិយាយថាទ្រង់គួរតែបានរង្វាន់អ្វីទៅណោះខ្ញុំនឹងឲ្យរង្វាន់អ្វីមួយទៅកាន់អ្នកដល់ពេលកូនស្រីរបស់យើងថារង្វាន់រួចដល់ពេលហ្នឹងគឺមានអ្វីដែលកើតឡើងដោយយើងមិននឹកស្មានដល់អ្នកទាំងអស់គ្នាឃើញអីអត់អ្នកទាំងអស់គ្នា admin សូមអត់បរិយាយអ្វីទាំងអស់ហើយកូនស្រីរបស់យើងគាត់មានជាការភ័យជាខ្លាំងអ្នកទាំងអស់គ្នាហើយដល់ពេលហ្នឹងអត្តរេក៏បាននិយាយថាខ្ញុំងូតទឹករួចហើយនេះអាចត្រឡប់ទៅវិញមុនខ្ញុំបានដល់ពេលកូនស្រីរបស់យើងក៏បាននិយាយថាខ្ញុំយល់ហើយដល់ពេលហ្នឹងកូនស្រីរបស់យើងកំពុងដើរណាគាត់ក៏បានគិតក្នុងចិត្តថាដូចនេះតើខ្ញុំអាចទទួលបានការគ្រប់គ្រងពីគាត់ដែរឬទេខ្ញុំនឹងព្យាយាមបន្តទៅទៀតហើយដល់ពេលហ្នឹងគាត់ក៏បានមករៀបចំអញ្ចឹងណាអ្នកគ្នាមានជាការមកដេកជាលើក្រែរងចាំបងជាការសាច់អ្នកទាំងអស់គ្នាដល់ពេលហ្នឹងអត្តរេក៏បានដើរចូលមកដល់ហើយដល់ពេលហ្នឹងកូនស្រីរបស់យើងក៏បានងើបហើយគាត់ក៏បាននិយាយថាប្រញាប់ឡើងព្រះអង្គម្ចាស់ខ្ញុំបានរៀបចំវារួចរាល់ហើយដល់ពេលហ្នឹងអត្តរេក៏បាននិយាយថាអូនេះពិតជាធ្វើបានល្អមែនដល់ពេលហ្នឹងអត្តរេក៏បានគិតក្នុងចិត្តថាតើយើងនឹងចាប់ផ្ដើមវាដែរឬទេដល់ពេលណាកូនស្រីរបស់យើងហ្នឹងក៏បាននិយាយថាមានហើយព្រះអង្គម្ចាស់វាយប់ជ្រៅណាស់ហើយយើងប្រញាប់វាចូលគេងទៅពេលអត្តរេក៏បាននិយាយថាហើយពេលហ្នឹងកូនស្រីរបស់យើងក៏បានគិតក្នុងចិត្តថាគាត់បំពេញតួនាទីជាភរិយាបានល្អចឹងហើយប្រហែលជាអត្តរេនឹងគាំទ្ររបស់គាត់ណានិយាយថាការពារគាត់នៅខាងគាត់ចឹងណាទាំងអស់គ្នាឡើងហ្នឹងចង់ឲ្យចឹងខ្លាចទាំងអស់គ្នាអត់យល់ឥឡូវយើងតបអាហៀរបស់យើងទៀតទៅដល់ពេលណាអត្តរេថាតោះយើងបញ្ញាប់ចូលគេងទៅដល់ពេលហ្នឹងកូនស្រីរបស់យើងក៏បានរាត្រីសួស្ដីបងសំឡាញ់និយាយលេងណាគ្នាក៏ប៉ាណាកន្លែងហ្នឹងគេមានចឹងឯងហើយដល់ពេលណាគាត់ស្រីរបស់យើងក៏បានគេងចឹងទៅអ្នកទាំងអស់គ្នាហើយអត្តរេគឺគាត់មិនតាន់បានគេងទេគាត់ក៏បានគិតក្នុងចិត្តរបស់គាត់ហ្នឹងថាខ្ញុំគឺចង់ដឹងថាតើទ្រង់សម្រាប់ចិត្តបែបណានៅពេលដែលខ្ញុំសាក់លបងបើសិនជាគាត់មិនមានកម្រងការអាក្រក់ទេខ្ញុំនឹងមិនសម្លាប់គាត់ទេខ្ញុំនឹងទុកគាត់នៅរស់ហើយភាពរបស់យើងក៏បានចាប់ប៉ុណ្ណឹងសិនណាគ្នាមានខំប្រឹងកាត់ឲ្យខ្លីតាមនៃសំណុំចិត្តរបស់អ្នកគ្នាហើយបើអត់សូវយល់អីកុំកាន់តែមានអីមានទៅមកនិយាយថាកាត់ទៅវាឆ្កងខ្លះចឹងទៅកុំប្រកាន់អីសូរយ៉ាងគ្នាបាយធ្វើបានប៉ុណ្ណាយកប៉ុណ្ណឹងណាអ្នកទាំងអស់គ្នា